ព្រាយនោះវាស្រេចឈាមភូមិណាដែលវាទៅដល់ច្បាស់ជាមានសត្វស្លាប់ជ្រូកគោមនុស្សក៏ស្លាប់ម៉ែមានប្រគ្រូការពារមិនអាចត្រូវអាគមគេទេតែវាមិនមែនជាមន្តអាគមធម្មតាទេអញ្ចឹងវាជាស្អីព្រាយនោះចង់សង្សឹកអ្នកដែលចេះមន្តអាគមនិងកូនរបស់ពួកគាត់យើងត្រូវរកហឹបអឋាននោះឲ្យឃើញព្រាយត្រូវបញ្ឈប់រឿងនេះឲ្យព្រាយបិសាចអុកលោកក្នុងភូមិទៀតអ្នកបងប៉ុណ្ណឹងឲ្យមកនៅតែស្លាប់បងនឹងមានលទ្ធផលដូចម៉ែអត់បើយើងមិនធ្វើមានអ្នកណាទៀតបងចង់ធ្វើគ្រូដូចជាអ្នកម៉ែ